យើងទាំងពីរជាបីនារីថ្ងៃមួយចិនទីអានមកសាគីគង់មកក្លិនសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍កាន់ស្ទាបរំលាយហើយតាមទទួលព័ត៌មានប្រចាំថ្ងៃនៅខ្ញុំបានមកពេលនេះក៏សូមលើកយកព័ត៌មានមួយមកចែកជូនប្រិយមិត្តទាំងអស់គ្នាគឺទាក់ទិនទៅនឹងតារាសម្ដែងសារៈស្មីកាន់តែមានអ៊ុនអ៊ីចឹងដឹងព័ត៌មានយ៉ាងណានោះសូមអញ្ជើញតាមព័ត៌មាននេះហើយជាមួយខ្ញុំបាទទាំងអស់គ្នាតាមបង្ហាញមុខត្រឡប់មកចូលសិល្បៈវិញមិនទាន់បានប្រមាណផងតារាសម្ដែងសារៈស្មីមានឱកាសក្តោបបានតំណែងតួឯកដល់ទៅ2រឿងជាបន្តបន្ទាប់គឺរឿងត្រកូលអ្នកប្រដាល់ដែលកំពុងដាក់បញ្ចាំងតាមរោងភាពយន្តស្ទើរតែទាំងអស់ក្នុងទីក្រុងភ្នំពេញមានទស្សនិកជនជាច្រើនអ្នកបានចូលទស្សនានឹងរឿងមួយទៀតនោះគឺផ្ទះសសរកណ្ដាលដែលជាខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម Red Pictures ដែលទើបតែក្រុងប៉េលីនឹងត្រៀមថតនាពេលខាងមុខនេះនៅឆ្នាំនេះតារាសម្ដែងសារៈស្មីហាក់មានជីវិតល្អទាំងព្រមដោយនាងជោគជ័យទាំងការងារនិងទាំងរឿងស្នេហាមានការងារមមាញឹកច្រើនជាមួយការថតខ្សែភាពយន្តថតខារ៉ាអូខេថតស្ពតនិងថតឈុតខ្លីៗឲ្យប្រហុក TV ដោយការងារមានច្រើនសារៈស្មីបានសម្រេចចិត្តមិនទទួលថតខ្សែភាពយន្តភាគទេទោះជានាងមានឱកាសសម្ដែងតួឯកក៏ដោយធ្លាប់មានខាងផលិតកម្មគេបានទាក់ទងឲ្យសម្ដែងជាតួឯកនៅក្នុងខ្សែភាពយន្តភាគដែរតែត្រូវនាងបដិសេធដោយនាងយល់ឃើញថាការថតខ្សែភាពយន្តភាគត្រូវប្រើរយៈពេលយូរនាងទើបតែវិលចូលសិល្បៈនាងប្រាប់ថាចង់ថតរឿងឲ្យបានច្រើនដើម្បីបង្ហាញមុខបានញឹកញាប់ដល់ទស្សនិកជននិងចង់បានការគាំទ្រឡើងវិញព្រោះនាងបាត់មកពីវិថីសិល្បៈជាយូរដែរហើយទើបនាងជ្រើសរើសយកការថតខ្សែភាពយន្តដុំដែលប្រើពេលខ្លីក្នុងការថតមិនដូចខ្សែភាពយន្តភាគចំណាយពេលយូរទេតម្រាំថតឲ្យចប់មួយរឿងសារៈស្មីបាននិយាយឲ្យដឹងថាសម្រាប់ខ្សែភាពយន្តលុះត្រាតែបានសម្ដែងជាតួឯកទើបនាងទទួលថតខាងផលិតកម្មនានាបានដឹងឮអស់ហើយម្យ៉ាងទៀតនាងបានសូមផ្អាកការថតឲ្យកម្មវិធីប្រហុក TV ដោយការងាររវល់ពេកពុំមានពេលវេលាសម្រាប់ថតចំពោះរឿងស្នេហាវិញតារាសម្ដែងសារៈស្មីនិងកំឡោះសង្ហាដែលជាម្ចាស់បេះដូងនោះបានរឹតចំណងស្នេហ៍ជាមួយគ្នារយៈពេលជាង2ឆ្នាំមកហើយរហូតមកដល់ពេលនេះចំណងស្នេហ៍របស់អ្នកទាំងពីរនៅតែផ្អែមល្ហែមនឹងគ្នាដដែលពេលនៅចាំបានថាកាលពីថ្ងៃទី8 ខែតុលាឆ្នាំ2016នេះ
ដែលជាថ្ងៃខួបកំណើតរបស់នាងសង្សាររបស់នាងបានទិញចិញ្ចៀនពេជ្រមួយវង់តម្លៃជាង$3000 ផ្កាកុលាបក្រហម99ទងនិងតុក្កតាមួយជាកាដូទៅនាងផងដែរគួររំលឹកផងដែរថាឆ្នាំមុនសារ៉េស្មីធ្លាប់បានទទួលកាដូខ្សែកពេជ្រតម្លៃជាង$5000ពីកំឡុងសង្ហាដែលជាម្ចាស់បេះដូងរបស់នាងរួចមកហើយដែររហូតមកដល់ពេលនេះនាងនៅពុំទាន់បានបង្ហាញពីពេលវេលាជាក់លាក់សម្រាប់ពិធីមង្គលការរបស់នាងឡើយចិត្តខ្លាំងទៅជ្រុលហួងទៅហើយកែវព្រលឹងព្រមចិត្តអើយកុំចំបែងគេងកាយផ្លូវបងគេងមកទៅបងនៅថ្នាក់ងំតកអងអែលឲ្យយល់អងគេងស្ដាប់រៀមបំពេហាក់អូនគេងទៅប្រលឹងពៀលបើអូនកុំព្រួយចាំដល់ពេលយើងបានកូនមួយបើអាយកុំព្រួយសំយើងទៅជួបប្រិយមិត្តទាំងអស់គ្នាសម្រាប់អត្ថបទដែលតាក់ទងទៅនឹងសារ៉េស្មីកាន់តែមានគុណអៀដែលខ្ញុំបានលើកយកមកបង្ហាញប្រិយមិត្តទាំងអស់គ្នានៅពេលនេះក៏ដល់ទីបញ្ចប់ផងដែរអរគុណសម្រាប់ការតាមដាន